Long Dương Train Hey, now we have a Cambodian pastor who will be sharing a message in Khmer. So we now have a Khmer speaking community at Cabramatta Anglican Church. You're most welcome to join us. And now they will share a message and there will be translation. Pastor លឺនឹងជា Pastor នៅព្រះវិហារខ្មែរយើងនៅតំបន់កាប់ប្រមាតាសូមអញ្ជើញបាទបាទបងប្អូនបងប្អូនប្រធានតោ Welcome, may our Lord Jesus Christ bless you all. បាទខ្ញុំសូមមកមកកាប់ប្រមាតានេះគឺគេឃើញ We are the church from Anglican Church in Kapamata. ហើយយើងបញ្ជូននឹងចិត្តមកមួយតាមកម្មវិធី And we meet together 1:30 p.m. on Sunday. បាទឥឡូវនេះយើងនឹងព្រៀងជំនាញបានគូអង្គដល់អង្គតាមកម្មព្រះអង្គគឺថាចូលមកយើងនឹងចូលបានគុំអង្គ Yeah. And we have singing choir that come on worship the Son of God. មកតែចូលមកមានជំរឿនអត់លេង Yeah. And we want to put the song on, the music on. Music on. Okay, start. If not, we just sing without music. Yeah, okay. Sing without music. ហើយជាជំរឿនក៏បានច្រឡំយើងនៅមិនព្រៀងតាមជំរឿនភ្លេងទេយើងនឹងព្រៀងតាមលេខផងយើងណាគឺគេយើងចាប់ដើមយើងក្រោក1 2 3យើងចាប់ដើមណាអូខេ1 2 3ចូលមកពួកអ្នកសាត្រង់អើយចូលមកពួកអ្នកសាត្រង់យើងនឹងអាចចាំໄວបងកុំគាត់គាត់យើងនឹងអាចចាំไວបងកុំគាត់ចូលជាងក៏សាអត់តាវិក៏អើយចូលជាងក៏សាបត់ត្រាវិក៏តែគួបត់អត់ចូលក៏ជាមនុស្សតែគួបត់អត់ចូលក៏ជាមនុស្សនៅបែបគេហឹមព្រះយេស៊ូវគ្រីស្ទអើយនៅបែបគេហឹមព្រះយេស៊ូវគ្រីស្ទប្រទោជាមនុស្សដើម្បីតត្រួតលោកកាប្រទោជាមនុស្សដើម្បីតត្រួតលោកកាក៏ឲ្យគេខាងទួព្រះឡើងហើយណាអើយពលិខាងទួព្រះឡើងហើយណាយ៉ាងមិនគឺខ្លាក៏មិនរងណាមកនឹងក៏ស្អីគឺខ្លាក៏គឺលោកណាមកនឹងយើងជាងฝ่ายពោថ្ងៃសួរថ្ងៃបិណ្ឌអើយយើងជាងฝ่ายពោថ្ងៃសួរថ្ងៃបិណ្ឌฝ่ายពោត្រង់រើជាកាត់តអូដំฝ่ายរឿងត្រង់រើជាកាត់តអូដំចូលឲ្យផែនដីចូលខំអើយចូលផែនដីបានដីចូលខំហើយជារកងំក៏ស្អាតដំតែព្រះហើយជារកងំជាក៏ស្អាតដំតែព្រះអាមែនអរគុណបងបាទនេះជាព្រះជំរាបយើងទៅតាមអង្គដើម្បីឲ្យយើងចូលមកកាន់គុំព្រះយើងចូលមកដើម្បីនឹងចូលមកcontrol Lulu. This is a song that invites all mankind to come to worship the Son of God, our Savior. បាទនេះការបន្ទូលនឹងអស់គ្នានឹងចាត់ការជាមួយគ្នា And this is the word of God that we're going to share together. ពីព្រោះ
นมทั้งหมดน้ำร้อนน้ำ because every year, once a year, เยอะนั่งมาอาสตาอาตาโจบิปีกรกของนัดให้นังกาอาตาป้อนบิปีทั้งหมดน้ำ because each year we celebrate and there is two celebration in each year. คือที่มวยคือเรื่องคริสต์มาส The first is Christmas ดอกไม้เยอะคลาจะอาตาโนแอ and Cambodian we call Noai. ทำตามหลังดอกไม้เยอะสักเยอะท่าเยอะงานของนัดจะอยู่สู้ And the pure Cambodian we say the birth of our Lord Jesus. ហើយមួយទៀតគឺនឹងធ្វើពិធីមួយបនគ្រប់ប្រទេសគ្រប់បញ្ជាតិគ្រប់សាសគឺនឹងធ្វើដែរ This is all mankind, all races, all ethnicity. They celebrate the same thing. មិនមែនថាគ្រីស្ទានមិនគ្រីស្ទាននោះទេ Not only Christian or non-Christian. គឺជាហៅថាគ្រីស្ទហៅថាគ្រីស្ទសករាជ It's been Christ area. ហៅថានៅឆ្នាំនេះវាគ្រីស្ទសករាជ2025 Christ area 2025. ហើយនៅពីអាទិត្យទៀតគេនឹងហៅថាប៉ុនមួយទៀតហៅថាគ្រីស្ទសករាជ2026 And then the next week after that, a new Christ area 2026, a couple of weeks. Yeah. គឺជាការរំលឹករបស់ព្រះគ្រីស្ទយើងមកផែនដីប៉ុន្មានឆ្នាំហើយ This is the commemoration of the Christ who was born on earth, how that might be here. ពីព្រោះមានសេចក្តីតែទុកមកថាគេក៏រំលឹកព្រះអង្គ This is the birth of our Lord Jesus Christ according to the prophecy. បាទនេះគឺនៅក្នុងអំពីយូហានចំពុក3ខ16 John 3:16. គឺថាបាត់ព្រះទ្រង់ប្រឡាយមនុស្សលោកដល់ម្លេះ Because for God so loved the world so much បានមានទ្រង់ប្រទានព្រះរាជការទ្រង់តែមួយ that He gave His only begotten Son, ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះសត្រានោះ so that everyone who believes in the Lord Jesus Christ មិនត្រូវវិនិច្ឆ័យ will not perish, គឺឲ្យមានជីវិតអស់កលជានិច្ចវិញ will have eternal life. ដូច្នេះបានជាគេរំលឹកពិធីអស់ហ្នឹង So that mankind commemorate every year of the birth of our Lord Jesus. ពីព្រោះគ្មានសេចក្តីសន្យាណាដែលក្នុងសាសនាមួយគឺថានឹងមកឲ្យសង្គ្រោះមនុស្សទេ Because there's no other promise in any ideology that promise such a thing. ដូច្នេះបានជាយើងរកគ្នានឹងលើកតម្កើងព្រះអង្គហើយនឹងហៅខាងដឹកពីបុណ្យពិធីនេះ That's why we commemorate and we remember the birth of the Son of God. តែទ្រង់មានមកដើម្បីសង្គ្រោះមនុស្សលោក That He came in order to save mankind from their sin. ពីព្រោះទ្រង់បានស្រឡាញ់មនុស្សខ្លាំងណាស់បានជាព្រះអង្គបានទុកគុណដោយសេចក្តីសម្រាប់អំពើបាបរបស់មនុស្ស Because God so loved the world so much that He sent His only Son to die for mankind for their sin. ពីព្រោះអំពើបាបរបស់មនុស្សមិនអាចនឹងជួយឲ្យគេរួចពីបាបពីតែទីស្លាប់នោះបានទេ Because the wage of sin will not deliver them from the power of death. ដូច្នេះមានតែព្រះអង្គជាព្រះអង្គដ៏បរិសុទ្ធដែលស្រឡាញ់កូនរបស់ព្រះអង្គមិនចង់ឲ្យអ្នកណាមួយត្រូវវិនាស Only God Almighty, full of holy, full of love, that will not willing for any to perish. បានជាព្រះអង្គយាងមកដើម្បីទទួលការវិនាសនោះដល់កូនរបស់ព្រះអង្គទាំងអស់គ្នា So that He came from heaven to receive all the perishing of the wage of death of all mankind. នេះហើយដែលជារឿងដ៏នេះសុគន្ធព្រះអង្គ So we all children of the living God. ទោះបីតែយើងទទួលព្រះអង្គមិនទទួលព្រះអង្គក៏ដោយក៏យើងទទួលព្រះអង្គដែរ Whether we receive Him or not, we still children of God. ប្រទេសព្រះអង្គមិនចង់ឲ្យណាមួយវិនាសបានទ្រង់យើងមកបានផ្ដល់ដល់អ្នកណាដែលជឿព្រះអង្គនោះនឹងបានជីវិតអស់កល So the Lord did not want us to perish any one of us. That's why He came. Whoever receives Him, we have eternal life. បាទដូច្នេះហើយបានជាប្រទេសយូហានដដែលចំពុក3ខ17 And verse 17, John 3:17. គេថាពីព្រោះការទ្រង់មិនបានចាត់តែលោកការទ្រង់ឲ្យមកក្នុងលោកី
ដើម្បីនឹងជំនុំជម្រះលោកកេទេគឺឲ្យលោកកេបានសង្គ្រោះដោយសារទ្រង់វិញ For God did not send the Son to condemn the world, but that the world might be saved through His Son. បាទនេះហើយជាព្រះបន្ទូលព្រះអង្គតែទ្រង់បានចង់ឲ្យមនុស្សគ្រប់គ្នាបានសង្គ្រោះហើយមនុស្សទាំងអស់បានចំណឹកពិធីដូចថ្ងៃនេះយើងឃើញនេះ Yeah, that's why God so loved the world. He wants mankind to be saved through His Son Jesus Christ. We commemorate that. មានមនុស្សជាច្រើនបានធ្វើពិធីនេះប៉ុន្តែមិនដឹងន័យទេ So many people that celebrate Christmas, they did not understand the meaning of it. បាទព្រះអង្គនៅតែរំលឹកជារៀងរាល់ឆ្នាំ God Almighty still remind us every year. តែសូមបងប្អូនរងចាំហើយទទួលព្រះអង្គផង So remember accepting Jesus Christ ដើម្បីឲ្យបានសេចក្តីជីវិតអស់កល in order to have eternal life, ឲ្យទៅវិញ្ញាណឡើយ so that we will not perish. តែតែសូមឲ្យយើងរកនេះកុំឲ្យនៅពលលួយកន្តើយទៀតឡើយ So do not ignore the great salvation that the Lord has done for us. បាទរាល់តែឆ្នាំព្រះអង្គបានរំលឹកយើងបានធ្វើ Every year we commemorate. សូមឲ្យយើងរកនេះទទួលការជំនុំនៅដាច់ស្លាប់ផងទៅ Yeah, we receive through the power of the Holy Spirit. នៅពេលនេះយើងនឹងសូមជំនួសជួបបងប្អូនក្នុងកម្មវិធីនេះដែរ So I ask one question to this occasion. បាទហើយខ្ញុំនឹងមានអំណោយមួយដើម្បីជួយដល់បងប្អូน Yeah, and we have gift for that. អ្នកណាដែលបានឆ្លើយចំនួនបាននឹងអ្នកបានទទួល Those who receive it, not yet. Those who answer correctly will receive the gift. តែទេបាទនេះខ្ញុំមើលបាទគឺថ្ងៃនេះជាថ្ងៃគ្រីស្មាសគឺជាកំណត់វណ្ណណា Today, Today is the birth of the Lord Jesus. ដូច្នេះថ្ងៃកំណត់របស់ព្រះគ្រីស្ទគឺថ្ងៃណាថ្ងៃ24 25 26 Yes, it is the 25th of December. We celebrate the birth of Jesus. អរគុណបងដូច្នេះគឺបងបានយើងមកទៅគុតនៅលើសេចក្ដីប្រហែលថ្ងៃបាទបងមានបញ្ជូនរឡើងវិញ So Jesus was died on the cross for 3 days. Oh no, sorry. Jesus was died on the cross for our sin and buried, and 3 days he was resurrected. ដូច្នេះយើងធ្វើកម្មវិធីអស់នេះជាថ្ងៃណាដែលជាថ្ងៃដែលយើងសំខាន់ជាងគេក្នុងមួយឆ្នាំដូចគឺប៉ុនមួយសំខាន់ជាង Okay, គេ the most important celebration that we celebrate each year is Easter. Thank you Lord ដូច្នេះសូមបងទានពរបាទអរគុណបង 我哋好開心喎！今日咧，我哋有柬埔寨話咧，係同我哋一齊分享嘅。 I am delighted to hear Khmer messages. 頭先如果你聽清楚嘅話咧，有一個日子係好重要嘅，同聖誕。